បាទសូមគោរពអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនដែលនិយមតាមដានការ live ផ្ទាល់របស់ page BDB News ខណៈពេលនេះវេលាម៉ោង 13:15 នាទីវត្តមានខ្ញុំបាទ02មកធ្វើការ live ផ្ដិតរូបភាពផ្ទាល់ពាក់ព័ន្ធនឹងករណីរថយន្តធុនធំនៅតែបន្តដឹកទំនិញចូលក្រុងល្មើសទៅនឹងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងនឹងឲ្យពុកម៉ែបងប្អូនយើងឃើញហើយថារយៈពេលកន្លងមកប៉ុន្មានឆ្នាំកន្លងមកនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងទៅដល់គ្រប់ម្ចាស់ឃ្លាំងដែលមានឃ្លាំងនៅក្នុងក្រុងបាត់ដំបងហ្នឹងគឺថាបញ្ឈប់មិនឲ្យរថយន្តដឹកទំនិញធុនធំចូលក្រុងបាត់ដំបងបន្តទៀតទេហើយបានឲ្យម្ចាស់ឃ្លាំងទាំងអស់រុះរើឃ្លាំងទៅធ្វើនៅខាងក្រៅក្រុងហើយយើងឃើញថារយៈពេលកន្លងមកហ្នឹងគឺបងខាងសមត្ថកិច្ចជំនាញក៏គាត់បានក៏គាត់តែងតែបានមកខត់នៅរថយន្តធុនធំដែលមានដឹកទំនិញធុនធំធុនធ្ងន់ចូលក្រុងនេះជារឿយៗដែរហើយរថយន្តធុនធំគឺនៅតែបន្តដឹកចូលក្រុងដោយមិនគោរពទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តទេយើងមិនដឹងថាគាត់ម្ចាស់ឃ្លាំងមួយចំនួនហ្នឹងគាត់អាងស្អីមានខ្សែអីថាក់ខាណាទេបងប្អូនណាហើយនេះយើងឃើញហើយរថយន្តធុនធំនេះកំពុងតែទម្លាក់នៅទំនិញដែលទីតាំងហ្នឹងគឺនៅខាងលិចលោកតារងវងមូលដៃ8តែម្ដងទុកពេលយូរឆ្នាំហើយពុកម៉ែបងប្អូនទុកពេលដើម្បីឲ្យរុះរើនឹងឃ្លាំងទៅក្រៅក្រុងតាំងពីឆ្នាំ2022មកម្លេះលោកពុកម៉ែបងប្អូនរហូតដល់ឆ្នាំ2021នេះយើងទុកពេលយូរហើយប៉ុន្តែឃ្លាំងមួយចំនួននៅតែបន្តឲ្យរថយន្តធុនធំដឹកទំនិញចូលឃ្លាំងនៅក្នុងក្រុងតែម្ដងហើយយើងឃើញថាផ្លូវមិនទាន់បានប្រមាណទេពុកម៉ែបងប្អូនផ្លូវនេះយើងធ្វើសម្រាប់តែរថយន្តធុនស្រាលព្រោះអីផ្លូវនៅក្នុងក្រុងដល់ពេលរថយន្តធុនធំនៅតែបន្តដឹកចូលធ្វើឲ្យមានការប្រេះនៅសាបដែលយើងទើបតែគេហៅថាខ្ចីទើបតែសាងសង់ទើបតែមានអាយុកាលខ្ចីហើយរថយន្តធំគាត់បន្តដឹកចូលអញ្ចឹងធ្វើឲ្យសាបផ្លូវបេតុងមួយចំនួនកន្លែងមួយចំនួនខ្លះនោះគឺថាមានការប្រេះនេះពុកម៉ែបងប្អូនរថយន្តធំនោះដែលមានផ្លាកលេខ 4B 0919 4B 0919ពុកម៉ែបងប្អូនណាយើងមិនដឹងថាគាត់មានខ្សែខាងណាទេគឺនៅតែបន្តដឹកទំនិញធុនធំធ្ងន់ចូលក្រុងល្មើសទៅនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនឹងហើយពុកម៉ែបងប្អូនរយៈពេលកន្លងមកយើងឃើញហើយមន្ត្រីការិយាល័យនគរបាលចរាចរណ៍គាត់តែងតែមកចាប់ខត់យកទៅអប់រំជារឿយជាបន្តប៉ុន្តែម្ចាស់រថយន្តម្ចាស់ឃ្លាំងនៅតែបន្តឲ្យចូលយើងមិនដឹងថាគាត់គិតយ៉ាងណាទេនេះដើម្បីប្រយោជន៍ខ្លួនឯងធ្វើឲ្យខូចខាតនៅទ្រព្យសម្បត្តិរបស់រដ្ឋគឺជាផ្លូវហ្នឹងឯងពុកម៉ែបងប្អូនណាផ្លូវមិនតាន់បានប្រមាណផងប្រេះបាត់ហើយប្រេះតិចបាត់ហើយដោយសារអីដោយសារតែបេតុងយើងនៅក្មេងខ្ចីគេហៅថាក្មេងខ្ចីគាត់មកចូលរួមទេរយៈពេលកន្លងមកហ្នឹងគឺថាមន្ត្រីជំនាញយើងបានមកខត់ជារឿយតែគាត់មិនបានចូលរួមទេគាត់នៅតែបន្តដឹកចូលធ្វើឲ្យផ្លូវកន្លែងខ្លះមានការខូចនេះយើងមើលទៅពុកម៉ែបងប្អូនយើងមើលរថយន្តទៅប្រភេទរថយន្តធុនធំ ន
នឹងពុកម៉ែបងយើងមើលទៅនេះរថយន្តប្រព័ន្ធណានៃនៅតែបន្តដឹកទំនិញធុនធ្ងន់ចូលក្រុងល្មើសទៅនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបងនេះផ្លាកលេខខាងមុខពុកម៉ែបងណាផ្លាកលេខខាងមុខព្រះសីហនុ 3B 6222 អានេះផ្លាកលេខខាងមុខព្រះសីហនុ 3B 6222 សូមមន្ត្រីជំនាញមានវិធានការឲ្យបានតឹងរឹងផងចំពោះរថយន្តធុនធំដែលបន្តដឹកទំនិញចូលក្រុងកុំឲ្យដឹកកុំឲ្យពេលមកខត់ហើយដោះវិញពេលមកខត់ហើយដោះឲ្យចេញវិញដល់អញ្ចឹងធ្វើឲ្យពួកគាត់មិនមានការរាងចាលទេយើងអនុវត្តច្បាប់ខត់ទុករយៈពេលយូរថ្ងៃបន្តិចទៅដើម្បីឲ្យគាត់រាងចាលបើយើងចាប់បញ្ជូនទៅដល់ហើយដោះវិញធ្វើឲ្យគាត់មិនខ្លាចមិនរអាទេចំពោះមុខច្បាប់ចំពោះផ្លូវច្បាប់នេះផ្លាកលេខក្រោយផ្លាកលេខក្រោយភ្នំពេញ 4B 0919ហ្នឹងហើយមើលទៅរថយន្តពុកម៉ែបងណាប្រវែងណានៃយើងមិនដឹងថាគាត់នឹងអាងខ្សែណាខាងណាទេពុកម៉ែបងទោះបីសមត្ថកិច្ចយើងតែងតែចាប់យកទៅអប់រំណែនាំជាច្រើនលើកច្រើនសារហើយគឺនៅតែបន្តដឹកចូលដដែលបាទហ្នឹងហើយពុកម៉ែបងប្រហែលជាមិនបានយូរទេដោយសារផ្លូវក្នុងក្រុងគឺយើងធ្វើសម្រាប់តែរថយន្តធុនស្រាលយើងធ្វើតម្រូវតែរថយន្តធុនស្រាលចូលទេដល់ពេលរថយន្តធំចូលគឺថាអាចនឹងប្រឈមនឹងការខូចខាតបាទហ្នឹងហើយករណីនេះគឺអដែលពុកម៉ែបងអដែលហ្នឹងដោយសារតែយើងមិនអនុវត្តច្បាប់ឲ្យបានតឹងរឹងគ្រាន់តែចាប់ចូលហើយដោះលែងវិញជួនកាលគ្រាន់តែវិលកង់ទៅចូលកន្លែងហើយចេញមកវិញដល់អញ្ចឹងគាត់អត់ខ្លាចនឹងច្បាប់ទេបើយើងចង់ឲ្យពួកគាត់ចូលរួមគោរពច្បាប់ចូលរួមឲ្យគាត់ខ្លាចច្បាប់ទៅលុះត្រាតែយើងចាប់ខត់ទុករយៈពេលកន្លះខែឬអីចឹងទៅខត់ទុកឲ្យបានយូរទៅគាត់ខ្លាចហើយគាត់រអានឹងច្បាប់ហើយបើខ្ញុំក៏សូមសរសើរទៅដល់មន្ត្រីជំនាញដែរដែលកន្លងមកហ្នឹងគឺគាត់សង្កត់សកម្មមែនទែនក្នុងការអនុវត្តទូនទីរបស់គាត់ឲ្យតែមានរថយន្តធុនធំចូលក្រុងគឺគាត់តែងតែមកខាមខត់និងនាំយកទៅកន្លែងបាទដល់ទីតាំងនោះខាងត្បូងរងវងមូលព្រះដៃ8ខាងលិចផ្សារបឹងឈុកខ្ញុំអាណិតមន្ត្រីជំនាញទេដែលគាត់ប្រឹងអាណិតថ្នាក់ដឹកនាំដែលគាត់ប្រឹងចំណាយថវិកាចំណាយឲ្យធ្វើផ្លូវបានល្អដើម្បីឲ្យប្រជាពលរដ្ឋនឹងបានធ្វើដំណើរប៉ុន្តែបុគ្គលមួយចំនួនក្រុមហ៊ុនមួយចំនួនម្ចាស់ក្រុមហ៊ុនមួយចំនួនគឺគាត់មិនចូលរួមថែរក្សានៅសម្បត្តិហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋទេនឹងហើយនេះរថយន្តដែលមានផ្លាកលេខខាងក្រោយភ្នំពេញ 4B 0919
អានេះផ្លាកលេខខាងក្រោយ 4B0919 យើងមើលទៅមើលຂະຫນាតរថយន្តហើយរឿងអីដែលផ្លូវមិនខូចដែលផ្លូវមិនស្រត់ផ្លូវបេតុងយើងទៅស្ថាបនាបានន័យថាវានៅក្មេងខ្ចីវានៅខ្ចីបេតុងមិនតាន់រឹងល្អទេនេះផ្លាកលេខខាងមុខព្រះសីហនុ 3A6222 ពុកម៉ែបងប្អូនយើងឆែកមើលទៅព័ត៌មានដែលខ្ញុំឡាយទៅផ្លាកលេខនេះប្រហែលជារថយន្តដដែលទេឆែកមើលក្នុងเพจស្នងការក៏បានដែររថយន្តផ្លប់ចាប់ផត់យកទៅអប់រំតាមពិតគឺអដែលនឹងឯងតាមមើលដើរប្រវាយណានៃរថយន្តឥឡូវនេះប្រហែលជាត្រៀមដាក់មេប្រូចហើយនឹងហើយពុកម៉ែបងប្អូនជួយខមមិនជួយ like ជួយ share ផងដើម្បីឲ្យម្ចាស់ក្រុមហ៊ុនគាត់ចូលរួមគោរពច្បាប់សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តហ្នឹងតាំងពីឆ្នាំ2022ហើយអាយដាមអាបាខេត្តហ្នឹងក៏ទុកពេលរយៈពេល1ឆ្នាំដើម្បីឲ្យម្ចាស់ឃ្លាំងរុះរើឃ្លាំងទៅក្រៅក្រុងប៉ុន្តែនៅតែដដែលនឹងឲ្យពុកម៉ែបងប្អូនឥឡូវនេះរថយន្តបានគេចទៅបាត់ហើយសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានការ live ផ្ទាល់ខណៈពេលនេះខ្ញុំបាទសូមបញ្ចប់ការ live តាមនេះសូមគ្រប់អរគុណហើយមុននឹងបញ្ចប់ការ live ខ្ញុំបាទសូមជូនពរការធ្វើដំណើររបស់ពុកម៉ែបងប្អូនមិនថាទីជិតទីឆ្ងាយសូមឲ្យមានសុវត្ថិភាពទាំងអស់គ្នាបាទសូមគ្រប់អរគុណសូមជម្រាបលា